កតេសង្ឃហបណ្ឌិតគុណគីមប្រកល់ផ្ទះជាអំណោយរបស់សម្ដេចតេជោនិងសម្ដេចកតេប្រិទ្ធបណ្ឌិតជូននិវត្តជនមានជីវភាពខ្វះខាតនៅខេត្តបាត់ដំបងកតេសង្ឃហបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាអមដំណើរដោយលោកសុកលូអភិបាលខេត្តបាត់ដំបងនិងជាប្រធានអនកខេត្តនៅថ្ងៃទី28ខែមេសាឆ្នាំ2026បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកតេប្រិទ្ធបណ្ឌិតមុនរនីហ៊ុនសែនជូនលោកញ៉ែមកេតអាយុ84ឆ្នាំជានិវត្តជនមានជីវភាពខ្វះខាតដែលមានដីអត់ផ្ទះរស់នៅភូមិកំពង់សីមាសង្កាត់វត្តគោក្រុងបាត់ដំបងក្នុងឱកាសនេះកតេសង្ឃហបណ្ឌិតគុណគីមបានថ្លែងថាសម្ដេចតេជោហ៊ុនសែនតែងតែគិតគូរនិងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជននិងនិវត្តជនគ្រប់រូបដែលមានជីវភាពលំបាកដើម្បីដោះស្រាយក្នុងការផ្ដោតដីឡូតនិងផ្ទះក៏ដូចជាដីសម្បត្តិសង្គមតាមបណ្ដាខេត្តកតេសង្ឃហបណ្ឌិតគុណគីមបានលើកឡើងថារាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1សមាគមបានចាត់ទុកវីរភាពរបស់វីរៈកងទ័ពគឺជាយុទ្ធជនដែលមានគុណតម្លៃចំពោះជាតិនិងប្រជាជនក្នុងន័យនេះថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាថ្នាក់កណ្ដាលបានចុះពិនិត្យនិងផ្ដល់ផ្ទះជូនអតីតយុទ្ធជនដែលមានដីអត់ផ្ទះជាបន្តបន្ទាប់ក្នុងនាមជាសេនាធិការជូនសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតកតេសង្ឃហបណ្ឌិតគុណគីមបានរំលឹកថារាជរដ្ឋាភិបាលបានចាត់ទុកវីរភាពរបស់វីរយុទ្ធជនទាំងអស់ជាការមានគុណតម្លៃចំពោះជាតិនិងប្រជាជនក្នុងន័យនេះថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាថ្នាក់កណ្ដាលបានចុះពិនិត្យនិងផ្ដល់ផ្ទះជូនអតីតយុទ្ធជនដែលមានដីអត់ផ្ទះជាបន្តបន្ទាប់ដែលនេះជាការយកចិត្តទុកដាក់របស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជននិងនិវត្តជនឆ្លៀតក្នុងឱកាសនេះកតេសង្ឃហបណ្ឌិតគុណគីមបាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោហ៊ុនសែនសម្ដេចកតេប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចិនមនីហ៊ុនម៉ាណែតជូនលោកញ៉ែមកេតនិងភរិយាសូមរក្សាសុខភាពឲ្យបានល្អផងដែរ